បើពុកម៉ែបងប្អូននៅគ្រប់គ្រងវីដេអូអតីតកាលនេះសូមជួយ share ឲ្យម្នាក់មួយផងនេះជាសកម្មភាពរបស់កសិករកម្ពុជារបស់យើងគាត់ជួស្រែដោយប្រើនឹងគល់2បងប្អូនមិនដែលមានទេការជួស្រែដោយប្រើនឹងគល់2ឃើញតែលោកពូម្នាក់នឹងមួយដែរតែគាត់មានកំណត់ឆ្នៃគាត់ដាក់នឹងគល់2ហើយការជួនេះឃើញថាមុតល្អបងគាត់ថារៀងតឹងតិចឬមួយក៏យ៉ាងណាយើងអត់ដឹងទេដោយសារតែតាមតំបន់អញ្ចឹងណាតំបន់ខ្លះដីរៀងធូរតែបើដីនេះមើលទៅដូចជាមិនសូវជាតឹងប្រហែលទេបងតែបើនៅខាងបាត់ដំបងបាត់អីវាជាពិបាកព្យួរតិចដោយសារតែដីខាងនោះវារៀងក្តាំងបងហើយនេះជាសកម្មភាពរបស់កសិកររបស់យើងគាត់ជួស្រែដើម្បីព្រុះស្រូវហើយការព្យួរនេះគឺព្យួរតាំងពីឆ្នាំមុនទេនេះជាសកម្មភាពរបស់លោកពូគាត់ធ្វើការបរៀបគោគាត់បរៀបឲ្យជា2ទៅ3ព្រឹកគាត់អាចព្យួរបានហើយដោយសារតែគោនេះតាំងពីឆ្នាំទៅក៏គាត់ព្យួរម្ដងហើយគាត់ថាគាត់ទុកចោលយូរអញ្ចឹងទៅក៏វាអត់នេះចឹងអត់ចាំណាគោនេះក៏ធំល្មមបងប្អូនគោទៅតែនេះទេទៅតែឡើងទេឥឡូវគាត់ធ្វើការដោះហើយគាត់បរៀបឲ្យជាមកសបកដែរបងប្អូនដោយសារគោថ្មីអញ្ចឹងអត់សូវហ៊ានខ្លាំងទេវាសិគៀកវាអញ្ចឹងណាខានយូរឥឡូវគឺបានព្យួរហើយបងប្អូនហើយវីដេអូមានប៉ុណ្្នឹងទេខ្ញុំថាពុកបងប្អូននឹងចូលចិត្តវីដេអូបែបអតីតកាលនេះហើយខ្ញុំនឹងបន្តការថតឲ្យបានច្រើនតែឥឡូវអស់ហើយអ្នកព្យួរគោដូចអត់មានសឹងបងតារត់មាន